សូមគោរពជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះជាថ្ងៃចូលឆ្នាំថ្មីបាទប្រពៃណីខ្មែរយើងហើយពេលដែលចូលឆ្នាំថ្មីមានពាក្យមួយបាទដែលពុកម៉ែបងប្អូនតែងតែឮបាទគឺពាក្យថាស័កបាទដែលដូរជារៀងរាល់ឆ្នាំបាទដូរដោយឆ្នាំដែរបាទកាលណាដូរឆ្នាំចាស់ហើយចូលដល់ឆ្នាំថ្មីគឺស័កថ្មីបាទពាក្យថាស័កថ្មីណាបាទអញ្ចឹងតើស័កនេះបានមកពីណាបាទបានមកពីណាគេរបៀបណាបាទដោយកាលពីដើមយូរហើយបាទខ្ញុំធ្លាប់ឆ្ងល់ដែរបាទឆ្ងល់ដោយពេលខ្លះឮថាឆ្នាំអាសាញ់បញ្ចស័កពេលខ្លះឆ្នាំអាសាញ់នពស័កឬឆ្នាំអាសាញ់ឯកស័កជាដើមបាទហើយឆ្ងល់ណាស់បាទកាលនោះប៉ុន្តែអត់សួរគេទេស្រាវជ្រាវបាទស្រាវជ្រាវរកទាំងភាសាខ្មែរផងភាសាគេផងនោះបាទដល់ពេលរកចុះរឡើងទៅឃើញបាទអញ្ចឹងទៅថ្ងៃនេះចង់យកមកចែករំលែកជូនដល់បងប្អូនជាពិសេសគឺក្មួយក្មេងបាទដែលអត់ទាន់ដឹងនោះបាទអញ្ចឹងស័កនៃឆ្នាំនេះគឺគេយកលេខខាងចុងនៃជលសករាជបាទយកលេខមកតួខាងចុងនោះបាទដោយឆ្នាំនេះឆ្នាំមមីអដ្ឋស័កបាទឆ្នាំមមីអដ្ឋស័កអញ្ចឹងលេខខាងចុងជលសករាជក្នុងឆ្នាំនេះគឺលេខ8បាទដោយជលសករាជឆ្នាំនេះគឺ1388បាទអញ្ចឹងគឺគេយកលេខខាងចុងនោះឯងបាទមកហៅភ្ជាប់នឹងស័កនោះបាទជាភាសាបាលីសំស្ក្រឹតបាទអញ្ចឹងបើសិនជាខាងចុងនៃជលសករាជនោះលេខ1បាទឧទាហរណ៍ថាលេខ1ណាដូច1381បាទអញ្ចឹងក្នុងឆ្នាំនោះគឺឯកស័កបាទបើត្រូវនឹងឆ្នាំអីគឺហៅឆ្នាំនោះហើយគឺហៅចំនួនលេខហើយស័កបាទឧទាហរណ៍ថាឆ្នាំកុលបាទឆ្នាំកុលកាលពីជលសករាជ1381នោះគឺឆ្នាំកុលឯកស័កឧទាហរណ៍អញ្ចឹងនោះបាទហើយបើសិនជាខាងចុងមានលេខ2គឺតោស័កបាទបើមានលេខ3គឺត្រីស័កបើមានលេខ4គឺចត្វាស័កបើមានលេខ5បញ្ចស័កបើមានលេខ6ខាងចុងគឺឆស័កបើមានលេខ7ខាងចុងសពស័កបើមានលេខ8អដ្ឋស័កដូចឆ្នាំនេះណាបាទហើយបើមានលេខ9ខាងចុងនោះឆ្នាំក្រោយណា1389ឆ្នាំក្រោយគឺនពស័កបាទនពស័កហើយដល់1390បាទ90នឹងមានលេខ0បាទដែលមានលេខ0សង្ឃឫទ្ធស័កបាទ2ឆ្នាំទៀតគឺសង្ឃឫទ្ធស័កបាទពេលដល់លេខ0ហើយគឺត្រឡប់មកវិញដែរបាទមានឯកស័កតោស័កឯកស័ក1តោស័ក2ត្រីស័ក3ចត្វាស័ក4បញ្ចស័ក5ឆស័ក6សពស័ក7អដ្ឋស័ក8នពស័ក9សង្ឃឫទ្ធស័កលេខ0បាទលេខគាត់ណា9គាត់ឬ8គាត់ណាគឺសង្ឃឫទ្ធស័កបាទដល់លេខ0ហើយគឺចាប់ផ្ដើមពី1វិញដែរណាបាទអញ្ចឹងពាក្យថាស័កគឺមកពីលេខគេយកលេខខាងចុងនៃជលសករាជមកហៅនោះបាទអញ្ចឹងវីដេអូនេះសូមអរគុណសូមជម្រាបលាបាទ